ជំរាបសួរចានាងខ្ញុំវិមានចាក៏ចែករំលែកបងប្អូនរាល់ដងចឹងចាតែនិយាយពីច្បាប់សូទីចាបងប្អូនដែលឃើញវីដេអូមុនមកជឿថាបងប្អូនច្បាស់ជាយល់ខ្លះហើយចំពោះនៃការអនុវត្តនៃច្បាប់សូទីចាហើយសម្រាប់បងប្អូនដែលស្គាល់ថ្មីចាស្គាល់នោះគឺជាសំណាងហើយអ្នកដែលស្គាល់តាំងពីមុនមកក៏សំណាងដែរតែបើសិនជាបងប្អូនអនុវត្តមិនទាន់បានទេក៏កុំទាន់បោះបង់ចាពួកវាមានពេលវេលារបស់វាបងប្អូនមិនអាចអនុវត្តនៃច្បាប់សូទីនេះដោយបង្ខំបានទេចាព្រោះបើសិនជាបងប្អូនអនុវត្តដោយបង្ខំអានេះក៏ខុសផ្លូវចាបើសិនជាអនុវត្តហើយអត់មានក្តីសុខសោះចាឬក៏មានក្តីសុខខ្លះដែរក៏ខុសផ្លូវចាព្រោះច្បាប់សូទីធ្វើមិនមិនឲ្យបងប្អូនមានសម្ពាធអនុវត្តដោយបែបធម្មជាតិដោយអារម្មណ៍នៃធម្មជាតិគ្រប់យ៉ាងគឺប្រើអារម្មណ៍គ្រប់យ៉ាងសូទីបានដោយអារម្មណ៍ដូចគ្នាដែរអញ្ចឹងសូមឲ្យបងប្អូនអនុវត្តបែបម៉េចសូមឲ្យបែបតាមផ្លូវវាអនុវត្តរឿយអនុវត្តឲ្យទាំងអស់គ្នាយល់កាន់តែច្រើនពេលវេលាណាមួយមកដល់សូមឲ្យបងប្អូនទាំងអស់គ្នាមានអារម្មណ៍នៃក្តីសុខជាមុនសិនមុននឹងការសូទីបងប្អូនត្រូវតែការលាងធម៌ពលពីក្នុងខ្លួនធម៌ពលដែលអវិជ្ជមានដែលបងប្អូនសូទីមកយ៉ាងច្រើនរាប់ឆ្នាំមកហើយអញ្ចឹងបងប្អូនត្រូវដឹងត្រូវយល់ដូចគ្នាថាអញ្ចឹងដើម្បីឲ្យសូទីបាននៅរឿងល្អចាបងប្អូនត្រូវដឹងថាខ្លួនឯងត្រូវលាងធម៌ពលអវិជ្ជមាននៅក្នុងខ្លួននឹងអស់សិនបងប្អូនត្រូវយល់ពីខ្លួនឯងនៃធម៌ពលខាងក្នុងខ្លួនឯងឲ្យបានច្រើនសិនឲ្យច្បាស់ជាមុនសិននឹងការសូទីបាននៅរឿងល្អព្រោះនៅក្នុងខ្លួនបងប្អូននេះពោពេញនៅដោយភាពអវិជ្ជមានមកច្រើនហើយចាដែលបងប្អូនស្រុកទីមកយូរឆ្នាំហើយមិនដឹងថាម្នាក់ថាឥឡូវនេះគឺអាយុប្រហែលទេខុសគ្នារៀងខ្លួនចានៃការជួបរឿងខុសគ្នាអញ្ចឹងសូមឲ្យបងប្អូនយល់ត្រង់នេះសូមឲ្យបងប្អូនចាចាប់ផ្ដើមនៃការអនុវត្តទៅដើម្បីឲ្យខ្លួនឯងលាងធម៌ពលខាងក្នុងធម៌ពលនៃភាពអវិជ្ជមានចោលអស់សិនចាកុំបង្ខំតែត្រូវតែអនុវត្តរឿយរហូតទៅពី90ថ្ងៃមកជុំហើយមកជុំទៀតមកជុំហើយមកជុំទៀតស៊ីមុនសិនដើម្បីបងប្អូនលាងធម៌ពលចាស់ចាបើសិនជាបងប្អូនមានការបដិញ្ញាពិតប្រាកដខ្ញុំជឿជាក់ថាបងប្អូនពិតជាធ្វើបានការបដិញ្ញាពីខាងក្នុងមកគឺកម្លាំងពីខាងក្នុងឲ្យវាពុះបញ្ជ្រោពីខាងក្នុងមកនៃការចង់ផ្លាស់ប្ដូរខ្លួនឯងពិតប្រាកដចង់ឲ្យខ្លួនឯងមានជីវភាពថ្មីចង់ឲ្យមានជីវិតថ្មីផ្លាស់ប្ដូរពិតប្រាកដចាប្រឡែងខ្លួនឯងមកប្រឡែងឲ្យខ្លួនឯងវាមកយកអាភាពស្ដុកស្ដំផ្សេងយកមកដាក់ក្នុងខ្លួនស្រុកទីដែលថាមកពលល្អដាក់ក្នុងខ្លួនស្ដាប់តែរឿងល្អអាស្រុកទីនឹងបានដល់មិនដូចជាបងប្អូនស្រុកទីអារឿងអវិជ្ជមានពីមុនមកដូចគ្នាដោយការបងប្អូនស្ដាប់រឿងអវិជ្ជមានច្រើនមកហើយដូចជាការស្ដាប់ជាការមើលឃើញអញ្ចឹងបងប្អូនត្រូវប្រឈប់នៃការស្ដាប់នៃការមើលឃើញចាដឹងឮពីរឿងអវិជ្ជមានទាំងឡាយសពយ៉ាងទាំងអស់កាត់ផ្ដាច់ចោលអស់ហើយមកថែមធម៌ពលថ្មីឲ្យខ្លួនឯងចាទីមួយបងប្អូនត្រូវរួមនៃការផលិត energy នេះក៏ជាការលាងធម៌ពលក្នុងខ្លួនដែរធម៌ពលអវិជ្ជមានចាហើយបងប្អូននៃការសមាធិនេះក៏ជាការលាងធម៌ពលអវិជ្ជមានដូចគ្នាដែរចាតែវាត្រូវការពេលវេលាពីមួយជុំទៅមួយជុំនៃ90ថ្ងៃចា14ថ្ងៃ21ថ្ងៃបញ្ជាក់បងប្អូនគ្រាន់តែជាការលំសោបនៃការអនុវត្តនៃការដឹងឮតែប៉ុណ្្នឹងឯងចាឲ្យយល់ពីច្បាប់សូទីនេះប៉ុន្តែច្បាស់លាស់មែនទែនពី90ថ្ងៃមកជុំទៅមួយជុំចាទើបអាចលៀងនៅធម៌ពលទាំងអស់ហ្នឹងហើយសូទីបានបងប្អូនត្រូវខំមាត់អត់ធ្មត់នៃការអនុវត្តនៃការធ្វើទៅរហូតដល់បងប្អូនលៀងធម៌ពលចាស់ពីក្នុងខ្លួនអស់សិនចាអញ្ចឹងចង់បញ្ជាក់ថាច្បាប់សូទីគឺមានពិតជាច្បាប់មួយនៃចក្រវាលដែលបងប្អូនសូទីមកស្រាប់ហើយចាដែលបងប្អូនប្រើប្រាស់មកស្រាប់ហើយសូមតែឲ្យបងប្អូននេះចាមកច្បាស់នៃការធម៌ពលខ្លួនឯងហើយលៀងធម៌ពលចាលៀងធម៌ពលអាក្រក់ធម៌ពលចាស់នៅក្នុងខ្លួនដែលបងប្អូនសូទីមកសិនបងប្អូនសូទីអារឿងល្អបានអញ្ចឹងបងប្អូនត្រូវតែទ្រាំនៅប្រជុំទៅប្រជុំនៃការសប្តាហ៍តែមិនមែនទ្រាំដោយសម្ពាធទេទ្រាំដោយរីករាយចាអនុវត្តពីប្រជុំទៅប្រជុំបងប្អូនត្រូវតែរីករាយចាអ្នកអនុវត្តត្រូវផ្លូវដឹងតែខ្លួនឯងរីករាយហើយឲ្យសូទីបានវាត្រូវមានភាពរីករាយផងវាត្រូវមានភាពស្ដុកស្ដំផងអានេះទៅជាផ្លូវដែលឲ្យបងប្អូនសូទីបានតែបើបងប្អូនមិនទាន់ធ្វើមកដល់ហើយហ្នឹងទេមិនអាចសូទីបានទេអញ្ចឹងកុំបង្ខំត្រូវតែធ្វើវាពីមួយ level ទៅ level បងប្អូននឹងជោគជ័យថ្ងៃណាមួយហើយបើបងប្អូនចង់ច្បាស់នៃការអនុវត្តទាំងអស់ហ្នឹងចាដែលខ្ញុំរៀបរាប់និយាយមកទាំងអស់ហ្នឹងបងប្អូនអាចរៀននៅខុស8ឬ10 70បានចាខុសមួយនេះដែលខ្ញុំបាននិយាយតាំងពី A ដល់ Z ពីការអនុវត្តនៃច្បាប់សូទីចាបើសិនជាបងប្អូនមិនទាន់ច្បាស់ចាចង់ឲ្យខ្លួនឯងដើរទៅត្រូវផ្លូវចាមានអ្នកនាំផ្លូវចាបងប្អូនអាចរៀនមួយខុសហ្នឹងបានចាហើយបើសិនជាបងប្អូនមិនទាន់លះនឹងការចង់ផ្លាស់ប្ដូរខ្លួនឯងពិតប្រាកដទេមិនបាច់ចូលរៀនទេចាខ្ញុំសូមតែអ្នកពិតប្រាកដតែចង់លះតែចង់ខ្លួនឯងដើរចេញពីភាពក្រចាចង់ឲ្យខ្លួនឯងខ្លាយជាមនុស្សថ្មីជីវិតថ្មីចាបងប្អូនចូលរៀនចាអ្នកដែលរៀនបានល្មមអ្នកដឹងល្មមក៏បងប្អូនអាចចូលរៀនបានដែរចាអ្នកដឹងខ្លះបងប្អូនអាចចូលរៀនបានដែរតែសូមឲ្យមានកម្លាំងចិត្តពិតប្រាកដនៃការចង់ផ្លាស់ប្ដូរខ្លួនឯងពិតប្រាកដចាំចូលរៀនព្រោះបើសិនជាមិនទាន់មានការបដិញ្ញាពិតប្រាកដទេចាបងប្អូនរៀនតាមមុខ live សិនទៅចារៀនតាម clip សិនទៅចាចាំបងប្អូនសម្រេចថាខ្លួនឯងចង់ផ្លាស់ប្ដូរខ្លួនឯងពិតប្រាកដចាំបងប្អូនចូលខុសចាអានេះប៉ុណ្ណឹងចានៃការតាមផ្ញើរបស់ខ្ញុំចាព្រោះបើសិនជាអត់ទាន់មានការបដិញ្ញាទេចាទោះបងប្អូនទៅរៀនដល់ម៉ែខុសឲ្យខុសទេក៏បងប្អូននៅតែប៉ុណ្្នឹងដែរចាព្រោះវាត្រូវការបដិញ្ញានៃការអនុវត្តចាតែចង់ពិតប្រាកដទាល់តែមានកម្លាំងពុះបញ្ជ្រោពីខាងក្នុងនៃការចង់ពិតប្រាកដធ្វើពិតប្រាកដទើបបងប្អូនអាចផ្លាស់ប្ដូរបានណាចាអញ្ចឹងខ្ញុំផ្ដាំផ្ញើប៉ុណ្ណឹងចាបើសិនជាចង់ច្បាស់ចាបងប្អូនឆាតចូលភ័យបានណាសួរនាំព័ត៌មានបន្ថែមពីខ្ញុំបានចាអរគុណច្រើន I love you